ចាសសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺចាប់ផ្ដើមថ្នាក់រៀនភាសាអាល្លឺម៉ង់អញ្ចឹងការរៀនភាសាអាល្លឺម៉ង់នេះគឺរៀនដើម្បីឲ្យវាជាភាសាទី2របស់យើងអញ្ចឹង course របស់ភាសាអាល្លឺម៉ង់វាមានច្រើនខុសៗគ្នាអ្វីដែលសំខាន់ហ្នឹងគឺបានរៀនក្នុងថ្នាក់ដែលមាន digital board digital ក្តារខៀនណាក្នុងហ្នឹងយើងអាច present មកតខ្សែទៅអីចឹងទៅវាឃើញនៅលើហ្នឹងហើយទៅ save ហ្នឹងក៏បានតែ Word ហ្នឹង Word សម្រាប់ក្តារខៀន digital សំខាន់ technology ទំនើបរៀនទៅវាឆាប់ចេះអញ្ចឹងណាហើយនៅក្នុងថ្នាក់អមេស៊ីទេភាគច្រើនគឺមកពីអ៊ុយក្រែនទូគីស៊ីរីចឹងការចាប់ផ្ដើមថ្នាក់ដំបូងគឺជាផលប្រយោជន៍មួយព្រោះតែគ្រូនឹងប្រាប់ technique ក្នុងការនិយាយបញ្ចេញសំឡេងដោយសារតែយើងមកពីប្រទេសខ្មែរខុសគ្នាចឹងហើយគាត់ចង់ដឹងថាតើជនជាតិរបស់យើងសេបែបម៉េចហើយការអានរបស់យើងសំឡេងរបស់យើងបែបម៉េចចឹងណាចឹងឲ្យសិស្សដែលមិនមែនជាជនជាតិអាល្លឺម៉ង់ដែលទៅរៀនហ្នឹងគឺឡើងសរសេរភាសារៀងៗខ្លួនចាសម្រាប់ការរៀនមួយព្រឹកនេះគឺខ្ញុំត្រូវតែយកអាហារមកញ៉ាំខ្លួនឯងចានៅសាលាក៏មានម៉ាស៊ីនកាហ្វេដែរតែកាហ្វេហ្នឹងម៉ាស៊ីនកាហ្វេស្ដាប់កាប់$2 2 $2ឡើងទៅថ្មីតែទឹកក្តៅក៏$2ទៅដល់គោក៏$2សូកូឡាក៏$2កាហ្វេក៏$2